ในឆ្នាំ2021 Xiaomi បានបដូរ logo ពីបែបនេះទៅជាបែបនេះនៅក្នុងតម្លៃ$30,000នឹងហើយអ្នកនរស្ដាប់បាត់ច្រឡំទេគឺ$30,000អ្នកដែលតបតែដឹងឬក៏តបតែស្គាល់ថ្មីគាត់ប្រហែលជាហួសចិត្តឬក៏វាមិនដែរមានអត់ឬក៏អីចឹងទៅអាហ្នឹងបើសិនជាយើងឃើញទៅបងអាចនឹងមានអារម្មណ៍បែបហ្នឹងប៉ុន្តែវាមិនមែនត្រឹមជាតែការកែ logo ធម្មតានោះទេដែល designer ដែលឈ្មោះថា Ken Yahara គឺគាត់ផ្អែកទៅតាមរូបមន្តបែបគណិតវិទ្យាបែបមានក្បួនខ្នាតត្រឹមត្រូវរបស់គាត់តែរូបមន្តហ្នឹងបើសិនជាវីដេអូនេះមាន100 comment ខ្ញុំនឹងធ្វើ detail ពីរូបមន្តហ្នឹងថាគាត់ធ្វើរបៀបម៉េចប៉ុន្តែឥឡូវខ្ញុំបន្តសិនថាក្រៅពីការដែលកែ logo ហ្នឹងតាមរូបមន្តគណិតវិទ្យានឹងហើយនៅមានមួយទៀតដែលជាក្បាច់ marketing ដ៏សាហាវមួយរបស់ Xiaomi ដែលដោយសារតែការចេះលុយកែ logo នេះដែលធ្វើឲ្យទូមនុស្សជាច្រើនមែនទែននៅក្នុងពិភពលោកបានស្គាល់ brand មួយនេះបានស្គាល់ logo មួយនេះគឺជា marketing មួយសម្បីតែខ្ញុំក៏អត់ដែលស្គាល់ដែរប៉ុន្តែនៅពេលដែលឮគេថាឬក៏ពេលខ្លះមាន meme ខ្លះយើងអូសទៅឃើញអីចឹងទៅថា what មែនអត់ហើយយើងក៏ទៅ research អីចឹងនៅពេលដែលយើងទៅ research ហើយអ្វីទាំងអស់ហ្នឹងគឺវា viral in social media គឺយ៉ាប់ភាគហ៊ុនឡើងអីឡើងគឺគេនឹងចំណេញហើយនេះគឺជាការកែ logo របស់ក្រុមហ៊ុនមួយនេះដែលយើងអាចមើលវាបានថាជាការធ្វើ marketing ដ៏ល្អហើយបើសិនជាអ្នកនរចង់ដឹងពីការរូបមន្តនៃការកែ logo របៀបម៉េចចាំខ្ញុំបើសិនជាវីដេអូនេះបាន100 comment ខ្ញុំនឹងធ្វើតនៅវីដេអូខាងក្រោយទៀតអញ្ចឹងកុំភ្លេច comment ម្នាក់មួយផងហើយ follow ខ្ញុំម្នាក់មួយផងបាយបាយ